ហើយគ្នាយើងនេះគឺជាជីវិតប្រចាំថ្ងៃរបស់អ្នកសម្រាយរឿងនិងបញ្ហាមួយចំនួនអ្នកទាំងអស់គ្នាប្រហែលជាអាចជួបប្រសិនបើជ្រើសយកផ្លូវមួយនេះងើបមកមិនទាន់ស្រួលបួលផងក៏ទទួលបានដំណឹងល្អមួយបាត់វីដេអូជាប់ប្លុកសួរថាហត់អត់ហត់ប៉ុន្តែសួរថាឈឺអត់ព្រោះអីស៊ាំឲ្យលេងចេះឈឺចេះអីងើបមកបាយក៏មិនទាន់បាយទឹកក៏មិនទាន់ទឹកបោះលោតចូលក្នុងអេបសេរីក្រឹបយកមកអានេះបោះទឹកមុខខ្ញុំក្រៅពេលដែលសេរីវីដេអូហើយប៉ុន្តែផុសឡើងនៅតែធ្វើប្លុកនិយាយទៅបាយក៏អត់ឆ្ងាញ់ស្អីក៏លេបបញ្ចូលដែរអង្គុយចុះកាត់ទៀតកាត់ដល់អស់យីមែនហើយនេះបាសទឹកមុខរបស់ខ្ញុំពេលដែលវីដេអូបានផុសទៅសម្រាប់មើលអង្គុយប្រហែល10ម៉ោងបាទបន្ទាប់មកគឺដល់បញ្ហាទី2អង្គុយរយៈពេលច្រើនម៉ោងនឹងធ្វើឲ្យឈាមដើរមិនល្អដូច្នោះអាការៈឈឺចង្កេះឬក៏ឈឺខ្នងវាគឺជារឿងដែលអាចកើតឡើងគ្រប់ពេលដើម្បីកាត់បន្ថយអ្នកទាំងគ្នាគួរតែមានការហាត់ប្រាណឬក៏លេងកីឡាអីចឹងណាបន្ថែមទៀតគឺកន្លែងអង្គុយក៏សំខាន់ដែរកាលមុនកៅអីរបស់ខ្ញុំរោបដាក់សាហាវហ្មងខ្ញុំប្រើបានដូចជា2-3ឆ្នាំអីហ្នឹងវាបាក់វាធ្លាក់គូតនិយាយទៅអង្គុយអត់បានហ្មងដល់ឃើញចឹងទៅ baby របស់ខ្ញុំអាណិតខ្ញុំមកទិញឲ្យខ្ញុំកៅអីថ្មីមួយក្រៅពេលរៀបចំហើយយើងក៏បានកៅអីចែកយេកាត់បន្ថយការឈឺខ្នងអរគុណ babe I love you បញ្ហាទី3ប្រហែលជាបញ្ហាដែលអ្នកទាំងអស់គ្នាតែងតែជួបច្រើនបំផុតបញ្ហានោះគឺអត់មាន idea ឬក៏ខ្ជិលពេកអត់ចង់កាត់វីដេអូអីចឹងណាសម្រាប់ខ្ញុំឲ្យទៅជួបបញ្ហាចឹងដឹងតែខ្ញុំរកអីសប្បាយដើម្បីកំសាន្តអារម្មណ៍1ម៉ោងទៅកន្លះម៉ោងអីចឹងទៅវាអាចជាការមើលរឿងអាន manga ឬក៏សាមញ្ញបំផុតគឺលេងហ្គេមនិយាយទៅធ្វើអីក៏បានដែរឲ្យតែយើងមានអារម្មណ៍ថាសប្បាយចិត្តនោះហើយគឺជាបញ្ហាមួយចំនួនដែលខ្ញុំបានជួបគ្នាវីដេអូក្រោយណាឥឡូវគឺ bye bye